ចូលបន្ទប់គាត់បានមិនសល់ទុកសម្បត្តិមួយនៅលើគ្រែហើយក្រោយពីបានអានចប់ Mitsuki ក៏ដុតសម្បត្តិនោះចោលដែលមើលទៅដូចជាមានអាថ៌កំបាំងបន្ទាប់មកនៅយប់នោះនៅខ្លោងទ្វារជួរភូមិក្រុមអ្នកយាមត្រូវបានរងការវាយប្រហារដោយជនមិនស្គាល់អត្តសញ្ញាណ2នាក់ពេលព្រឹកឡើងសាយបានទៅកន្លែងកើតហេតុដើម្បីពិនិត្យមើលហើយក៏រើបានបូរបស់និន្យាភូមិស្លឹកឈើមួយងាកទៅមើលបូរ៉ូតូនិងសារដាវិញថ្ងៃនេះចម្លែកខ្លាំងណាស់ព្រោះ Mitsuki អត់មកធ្វើការទេដល់ទៅពេលអញ្ចឹងពួកគេក៏ទៅរក Mitsuki ដល់បន្ទប់ក្រែងគាត់មានការឈឺថ្កាត់អីនៅទីនោះពួកគេក៏អត់បានឃើញ Mitsuki ដែរតែអ្វីដែលគួរចាប់អារម្មណ៍គឺនៅលើតុក្បាលរំលែករបស់ Mitsuki មានរូបថតរបស់បូរ៉ូតូបន្ទាប់មកពួកគេបានទៅសួរមិត្តភ័ក្តិផ្សេងទៀតហើយនរណាក៏ប្រាប់ថាអត់បានឃើញ Mitsuki ដែរពេលនោះចូលឈោដឹងថាថ្ងៃនេះគេហៅនិន្យាចូលនានទាំងអស់ទៅប្រជុំគ្នានៅ Office Hokage បានន័យថាច្បាស់ជាមានរឿងកើតឡើងហើយពេលដឹងអញ្ចឹងបូរ៉ូតូនិងសារដាក៏នាំគ្នាទៅលួចស្ដាប់ការប្រជុំនៅពេលហ្នឹងពួកគេស៊ើបដឹងថាបូដែលសាយរើបានការពីព្រឹកមិញគឺជារបស់ Mitsuki ហើយតាមរយៈការ scan memory របស់អ្នកយាមដែលរងការវាយប្រហារការប្រយុទ្ធមិញ Mitsuki ក៏មានវត្តមាននៅទីនោះដែរហើយគាត់បានតាមគេទៅដោយគ្មានការបង្ខិតបង្ខំទេពេលនោះពួកគេក៏បានដឹងផងដែរថា Mitsuki ហ្នឹងគឺជាកូនរបស់ Orochimaru រឿងហ្នឹង Naruto ហើយនិង Shikamaru លាក់បាំងមិនឲ្យនរណាដឹងទេព្រោះខ្លាចគេរើសអើង Mitsuki បន្ទាប់ពីដឹងរឿងហ្នឹង Boruto អត់ជឿសោះថា Mitsuki ហ៊ានធ្វើអញ្ចឹងគាត់បានទៅពិនិត្យមើលកន្លែងកើតហេតុម្ដងទៀតហើយប្រទះឃើញពស់សមួយដែលជាពស់នាំសាររបស់ Mitsuki សារដែល Mitsuki ផ្ញើមក Boruto មានតែពាក្យមួយឃ្លាគឺថាវាគឺជាជំរឿសរបស់ខ្ញុំបន្ទាប់មក Boruto មិនទាន់អស់ចិត្តពី Mitsuki ក៏សម្រេចចិត្តចាក់ចេញពីភូមិដើម្បីតាមទៅសួរនាំគាត់ដោយផ្ទាល់នៅតាមផ្លូវ Boruto ក៏បានជួបជាមួយនឹងសារដាផងដែរហើយពួកគេបានសម្រេចចិត្តទៅមជ្ឈមណ្ឌលពិសោធន៍របស់ Orochimaru ដើម្បីសួរនាំព័ត៌មានបន្ថែមទាក់ទងជាមួយ Mitsuki ពេលទៅដល់ដោយសារតែទីនោះមានការយាមកាមតឹងតែងសារដាបានប្រែកាឡាទៅជា Mitsuki ដើម្បីបញ្ឆោតក្រុមអ្នកយាមឲ្យដេញតាមនាងបន្ទាប់មកពេល Boruto ចូលទៅដល់ខាងក្នុងគាត់មានការភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះឃើញ Mitsuki ច្រើនអ្នកទៀតដែល Orochimaru កំពុងតែចិញ្ចឹមនៅក្នុងកែវនៅពេលនោះ Suigetsu ក៏យកដាវទៅភ្យងកគាត់ដោយសារតែគាត់ហ៊ានលួចចូលទៅកន្លែងស្ងាត់ដោយគ្មានការអនុញ្ញាតប៉ុន្តែពួកគេអត់បានប៉ះតកេគ្នាទេព្រោះពេលនោះ Orochimaru ក៏បានទៅដល់ទីនោះផងដែរពេលនេះយើងដឹងហើយថា Mitsuki គឺជាមនុស្សដែល Orochimaru ផលិតមិនមែនជាកូនគាត់បង្កើតទេបន្ទាប់មក Boruto បានយកពស់របស់ Mitsuki ឲ្យ Orochimaru មើលក្រោយពី Orochimaru យកពស់នោះទៅពិនិត្យហើយគាត់ប្រាប់ Boruto និងសារដាថាពស់នោះអត់មានសារអីផ្សេងទៀតទេប៉ុន្តែមានមនុស្សពិសេសម្នាក់ដែលអាចចូលមើលនៅក្នុង memory របស់ពស់នឹងបានម្នាក់ហ្នឹងត្រូវបានគេស្គាល់ថាជាសេកពស់សហើយក៏រស់នៅក្នុងរោងភ្នំមួយឈ្មោះ Ryuchi បន្ទាប់មក Boruto និងសារដាបានបន្តដំណើរទៅរកសេកពស់សនោះហើយនៅតាមផ្លូវក្រុមរបស់ Shikadai ដែលដឹកនាំដោយ Moiki បានមកស្ទាក់ផ្លូវពួកគេដើម្បីចាប់ពួកគេត្រឡប់ទៅវិញសូមបើកវងកញ្ចក់បន្តិចកន្លែងហ្នឹង Moiki គឺជាក្មេងស្រីម្នាក់ដែលតែងតែឃើញដើរជាមួយនឹង Konohamaru នៅក្នុងរឿង Naruto នៅពេលនោះ Boruto អត់ព្រមត្រឡប់ទៅវិញទេហើយពួកគេក៏បានប៉ះគ្នាមកប្រាវ Ninja Art Super Beast Scroll Partial expansion jutsu! Ah! Shadow Clone Jutsu One shot! ទីមផុត Shikadai អាចប្រើក្បាច់ចាប់ស្មៅចាប់ Boruto និងសារដាជាប់ប៉ុន្តែបន្ទាប់ពីបានឃើញពស់នាំសាររបស់ Mitsuki Shikadai ក៏បានដោះលែងពួកគេហើយព្រមជួយ Boruto ទៅរកសេកពស់សជាមួយគ្នាមូលហេតុគឺដោយសារតែ Shikadai ក៏ចង់ដឹងដែរថាតើការប៉ັດវាយ៉ាងម៉េចការធ្វើដំណើរទៅរកសេកពស់សមិនមែនងាយស្រួលទេគឺពួកគេត្រូវឆ្លងកាត់ឧបសគ្គពី3កន្លែងដែលឧបសគ្គទាំងនោះរៀបចំឡើងដោយព្រាយពស់កូនចៅរបស់សេកពស់សតែទោះជាយ៉ាងណាទីបំផុតពួកគេអាចជួបសេកពស់សបានពេលបានជួបហើយសេកពស់សអត់ព្រមជួយ Boruto ភ្លាមៗទេគាត់ចង់ឲ្យក្រុមរបស់ Boruto នឹងទៅជួយយកសកាពស់ឈ្មោះ Garaga ឲ្យគាត់សិនទើបគាត់ព្រមជួយបន្ទាប់មកក្រុមរបស់ Boruto បានដើរចូលទៅកន្លែងដែលពស់ Garaga នៅហើយនៅពេលដែលបានជួបវាញាក់សាច់ Garaga គឺជាពស់ដែលធំខ្លាំងណាស់ហើយគ្រាន់តែឃើញពួកគេភ្លាមពស់នោះក៏ចាប់ផ្ដើមវាយប្រហារទៅលើពួកគេនៅពេលនោះសារដាប៊ីនឹងមានគ្រោះថ្នាក់ទៅហើយសំណាងល្អពស់អាអូដារបស់ Sasuke បានចេញមកជួយបន្តមកពួកគេបានរួមគ្នាដើម្បីចាប់ពស់ Garaga ដល់សកាវាមិនមែនជារឿងងាយទេព្រោះសកាដែលសេកពស់សចង់បានគឺស្កាបច្រាស់ដែលនៅក្រោមចការបស់ Garaga ក្រោយការព្យាយាមអស់មួយរយៈ Boruto អាចសូន Garaga មក Rasengan ហើយ Shikadai អាចចាប់ស្មៅរបស់ Garaga បានប៉ុន្តែនៅពេលដែល Boruto លោតចូលទៅដល់ស្ការបស់ Garaga ស្រាប់តែ Boruto មើលឃើញការកើតហើយនឹងប្រវត្តិរបស់វាមូលហេតុដែល Garaga ស្អប់មនុស្សខ្លាំងយ៉ាងនេះគឺដោយសារតែមនុស្សដែលវាទុកចិត្តបំផុតបានក្បត់វាហើយភ្នែករបស់វាដែលខ្វាក់មកខាងក៏ដោយសារតែជនក្បត់នោះដែរ
ពេលនោះបូរតូអត់បានដកស្កាវាទេបែរជាបបួរវាចុះកងត្រាជាមួយគាត់ទៅវិញគាត់ចង់ធ្វើឲ្យហ្គារ៉ាហ្គាមើលឃើញថាមនុស្សមិនមែនសិតតែຕົកចិត្តអត់បានទាំងអស់ទេពេលនោះហ្គារ៉ាហ្គាបានផ្ទុះសំណោយហើយបបួរបូរតូភ្នាល់គ្នាថាបើសិនជាបូរតូមិនអាចហៅមីស្គីត្រឡប់មកវិញបានទេវានឹងស៊ីបូរតូបន្តមកក្រុមរបស់បូរតូបានត្រឡប់ទៅជួបសេកពូសវិញហើយនៅពេលនោះគាត់បានជួបហ្គារ៉ាហ្គាឲ្យសេកពូសបានឃើញក្រោយពេលឃើញបូរតូបង្ក្រាបហ្គារ៉ាហ្គាបានហើយសេកពូសក៏បានប្រែកាឡាខ្លាយទៅជាពស់យ៉ាងធំមួយហើយបង្ហាញក្រុមណារូតូឲ្យឃើញពីអ្វីដែលបានកើតឡើងនៅយប់នោះនៅយប់កើតហេតុនោះមីស្គីបានជួយអ្នកយឹមទាំងពីរនាក់នោះកុំឲ្យគេសម្លាប់មុននឹងគាត់តាមពួកគេទៅអាណាចក្រដីបានន័យថាមីស្គីមិនបានក្បត់ពួកគេទេប៉ុន្តែពួកគេអត់យល់ទេថាហេតុអីបានជាមីស្គីសម្រេចចិត្តរត់ទៅអាណាចក្រដីជាមួយនឹងពួកគេបន្តមកស៊ីកាដៃបានចាត់ចែងឲ្យឈោហើយនិងអ៊ីណូជីនត្រឡប់ទៅវិញដើម្បីយកដំណឹងនេះទៅប្រាប់ហោខាហ្គេចំណែកគាត់បូរតូហើយនិងសារដាទៅតាមមីស្គីបន្តទៀតកន្លែងទៅមើលមីស្គីវិញពេលនេះគាត់បានធ្វើដំណើរទៅដល់ព្រំដែនរវាងអាណាចក្រដីហើយនិងអាណាចក្រភ្លើងហើយមនុស្សពីរនាក់ដែលមីស្គីមកតាមហ្នឹងម្នាក់សក់ខ្មៅមានឈ្មោះថាខូកូយ៉ូហើយម្នាក់ដែលមានសក់ខ្លីពណ៌លឿងមានឈ្មោះថាសេគីអេចំណែកសត្វចម្លែកពាក់ស្រោមមុខដែលដើរតាមពួកគេហ្នឹងគេហៅថាអាគូតាបន្តមកសាច់រឿងបានកើតទៅមើលនៅក្នុងទឹកដីអាណាចក្រដីមានប្រាសាទចម្លែកមួយដែលគ្រប់គ្រងដោយមនុស្សម្នាក់ឈ្មោះខូហើយបើតាមសម្ដីរបស់ខូហ្នឹងគឺគាត់កំពុងតែរងចាំជួបមីស្គីនៅទីនោះផងដែរក៏ឃើញមានអាគូតាជាច្រើនទៀតបកទៅមើលក្រុមរបស់មីស្គីបន្តិចទៀតពួកគេកំពុងតែរត់រះបញ្ញាទៅជួបខូហើយនៅពេលនោះមានអាគូតាមួយដែលមើលទៅដូចជានឿយហត់អស់កម្លាំងខ្លាំងដល់ពេលអញ្ចឹងទៅខូកូយ៉ូក៏លោតទៅសម្លាប់វាចោលពេលនោះមីស្គីឆ្ងល់ហើយក៏សួរថាហេតុអីបានធ្វើអញ្ចឹងហើយសេគីអេបានប្រាប់គាត់ថាពួកគេទាំងអស់គ្នាហ្នឹងគឺខូជាអ្នកបង្កើតប៉ុន្តែពួកគេឆាប់ចាស់អស់កម្លាំងខ្លាំងណាស់មិនអាចរស់នៅយូរដោយមនុស្សបានទេប៉ុន្តែពេលនេះពួកគេមានសង្ឃឹមហើយដែលសារតែមីស្គីនិយាយដល់ត្រឹមនេះខូកូយ៉ូក៏បានមកខាត់ព្រោះគាត់មិនចង់ឲ្យសេគីអេនិយាយរឿងអីប្រាប់មីស្គីច្រើនពេកទេមើលទៅនៅពេលនោះសេគីអេចូលចិត្តរាប់អានជាមួយនឹងមីស្គីខ្លាំងណាស់បន្តមកពេលធ្វើដំណើរទៅមុខបានបន្តិចទៀតខូកូយ៉ូដឹងថាមានគេកំពុងតែតាមមកពេលនោះគាត់បានឲ្យសេគីអេនាំមីស្គីទៅមុនទុកឲ្យគាត់ជាអ្នកទប់ទល់អ្នកដែលតាមពួកគេមកហ្នឹងគឺនិនចានៅភូមិស្លឹកឈើមួយចំនួនប៉ុន្តែមិនយូរប៉ុន្មានទេខូកូយ៉ូបានចាត់ការពួកគេចោលទាំងអស់បន្តិចក្រោយមកក្រុមរបស់បូរតូក៏បានទៅដល់ទីនោះផងដែរហើយពួកគេក៏ចាប់ផ្ដើមប្រយុទ្ធគ្នាចាប់ផ្ដើមឡើងក្រុមរបស់បូរតូបានរួមគ្នាចាត់ការអាគូតាចោលមួយសិនបន្តមកពួកគេចង់រួមគ្នាចាត់ការខូកូយ៉ូតាមក្រោយប៉ុន្តែខូកូយ៉ូពិតជាខ្លាំងណាស់ហើយលឿនទៀតផ្នែកសារ៉េងហ្គារបស់សារដាក៏មើលក្បាច់គាត់អត់តាន់ដែរពេលនោះសារដាវានឹងត្រូវធ្ងន់ទៅហើយតែសំណាងល្អបានឈរចូលមកជួយនាងតាន់ហើយមិនត្រឹមតែឈរទេអ៊ីណាជីនក៏ត្រឡប់មកជួយពួកគេវិញផងដែរនៅពេលនោះស៊ីកាដៃបានឲ្យបូរតូនិងសារដាទៅតាមមីស្គីនៅទីនេះទុកឲ្យក្រុមអ៊ីណូស៊ីកាឈូគាត់ទប់ទល់យើងតាមទៅមើលមីស្គីនិងសេគីអេមកផ្លែតសេគីអេដឹងតាមអាគូតាពីរក្បាលដែលជ្រែកដីមកប្រាប់គាត់ថាខូកូយ៉ូកំពុងតែមានអាសន្នហើយពេលហ្នឹងគាត់មានអារម្មណ៍ថាចង់ជួយមិត្តភក្តិក៏ប្រាប់ឲ្យមីស្គីនៅនឹងសិនចំណែកគាត់ត្រឡប់ទៅជួយខូកូយ៉ូបន្តិចក្រោយមកសេគីអេក៏បានជួបគ្នាជាមួយនឹងបូរតូនិងសារដាមុននឹងវាយគ្នាសេគីអេបានបង្ហាញឲ្យឃើញថាអាវុធដែលគាត់ប្រើគឺដេអិតផ្ទុះហើយគាត់បានប្រាប់ត្រង់ថាគាត់មិនមែនជាមនុស្សទេគេតែងតែហៅពួកគាត់ថា fabrication ដែលប្រែថាមនុស្សសិប្បនិម្មិតបន្តមកសេគីអេបានបង្កើតឃ្មុំដេអិត5-6ហត់ទៅវាយប្រហារសារដានិងបូរតូហើយដោយសារតែបូរតូមិនចង់ខាតពេលជាមួយនឹងសេគីអេច្រើនពេកគាត់ក៏ជួបពួកហ្គារ៉ាហ្គាចេញមកជួយវាយពេលនេះសូមត្រឡប់ទៅមើលស៊ីកាដៃមកផ្លែតក្រុមរបស់គាត់3នាក់ដូចជាទៅមិនរួចជាមួយនឹងខូកូយ៉ូទេហើយនៅពេលនោះពួកគេត្រូវបង្ខំចិត្តជិះសត្វហោះគេចខ្លួនសិនត្រឡប់ទៅមើលសេគីអេវិញពេលគាត់គេចផុតពីការវាយប្រហាររបស់ពួកហ្គារ៉ាហ្គារាងកាយរបស់គាត់ស្រាប់តែមានបញ្ហាអ៊ែរឺពេលនោះគឺអាការល្អបូរតូក៏ចង់ចូលទៅប្រហារគាត់តែមីស្គីបានគប់កបិតកណៃមកជួយសេគីអេបន្តមកនៅពេលដែលបានឃើញមីស្គីវិញបូរតូពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែនៅពេលនោះមីស្គីអត់ខ្វល់ជាមួយបូរតូទេបែរទៅជាខ្វល់ខ្វាយជាមួយសេគីអេទៅវិញមីស្គីបាននិយាយថាគាត់នឹងទៅជាមួយនឹងសេគីអេព្រោះវាគឺជាការសម្រេចចិត្តរបស់គាត់ពេលលឺអញ្ចឹងហើយបូរតូនៅតែអត់ទាន់ជឿទៀតគាត់នៅតែព្យាយាមហៅមីស្គីត្រឡប់ទៅវិញនៅពេលនោះមីស្គីមិនត្រឹមតែមិនទទួលយកសំណូមពររបស់បូរតូទេថែមទាំងសុទ្ធបូរតូមកពោះរន្ទះថែមទៀតសម្រាប់រឿងនេះខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណចំពោះការតាមដានទស្សនាបើសិនជាយល់ថារឿងនេះល្អមើលសូមជួយ like ហើយនិងជួយ comment ម្នាក់មួយមកហើយក៏សំណូមពរដល់អ្នកដែលមិនទាន់បាន subscribe channel មនុស្សចរណៃទេក៏សូមជួយ subscribe ម្នាក់មួយដើម្បីជួយផ្ដល់ជាកម្លាំងចិត្តដល់ខ្ញុំផងសូមអរគុណនិងជូនពរសុខភាពល្អអនាគតបវររុងរឿងជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿងបូរតូបន្តទៀតហើយដូចរាល់ដងដែរមុននឹងចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាជួយចុច like មួយរួចរាល់ហើយតើចាប់ផ្ដើមទាំងអស់គ្នា
ការវិភាគមុនយើងចាប់ត្រឹមក្រុមរបស់ Boruto តាមតាន់ក្រុមរបស់ Mitsuki ហើយតែគួរស្ដាយ Mitsuki នៅតែសម្រេចចិត្តទៅតាមក្រុមមនុស្សបនិមិត្តដែលគេហៅថា Fabrication បន្តទៀតមិនព្រមត្រឡប់ទៅវិញតាម Boruto ទេសូមលឹកម្ដងទៀតថាការដែល Mitsuki ចង់ទៅតាមក្រុមមនុស្សបនិមិត្តអស់ហ្នឹងគឺដោយសារតែ Mitsuki ក៏ជាមនុស្សបនិមិត្តដែល Orochimaru ផលិតមកដែរគាត់ចង់ដឹងបន្ថែមទៀតទាក់ទងជាមួយនឹងមនុស្សបនិមិត្តចង់ដឹងថាមនុស្សបនិមិត្តដូចពួកគាត់ធ្វើការដោយចិត្តខ្លួនឯងចង់ធ្វើឬក៏មានគេទៅសេប្រូក្រាមឲ្យធ្វើអញ្ចឹងពេលនេះ Kokuyo និង Sekie កំពុងតែជួល Mitsuki ទៅជួបមេរបស់ពួកគេដែលពួកគេហៅថាលោកម្ចាស់ Ku ហើយនៅតាមផ្លូវស្រាប់តែ Sekie មានអាការៈមិនស្រួលពេល Kokuyo ពិនិត្យមើលទៅឃើញថាស្បែករបស់គាត់ចាប់ផ្ដើមប្រេះមានន័យថាគាត់ជិតស្លាប់ហើយឃើញអញ្ចឹង Kokuyo ក៏បញ្ជាឲ្យ Mitsuki នៅមើលថែ Sekie ហើយគាត់ចេញទៅស្វែងរកជំនួយបន្តមកសាច់រឿងបានកាត់ទៅមើល Kurosuchi ដែលជា Kage នៅភូមិថ្មបច្ចុប្បន្នថ្ងៃនេះនាងចង់ទៅសួរសុខទុក្ខលោកតា Onoki តែគាត់កំពុងតែសម្រាកមិនបានចេញមកជួបនាងទេហើយនៅពេលដែលនាងកំពុងតែធ្វើដំណើរត្រឡប់ទៅវិញនាងត្រូវបានរងការវាយប្រហារពីជនអាណាមក2នាក់ដែលម្នាក់គឺជាមេដឹកនាំក្រុមមនុស្សបនិមិត្តឈ្មោះ Ku នៅពេលនោះ Ku ចង់ឲ្យ Kurosuchi លាលែងចេញពីតំណែង Kage នៅភូមិថ្មបន្តទៅមើល Mitsuki វិញពេលដែលគាត់កំពុងតែនៅមើលថែ Sekie ពួកគេបានពិភាក្សាគ្នារឿងជាច្រើន Sekie បានសួរ Mitsuki តាក់ទងជាមួយនឹងមនុស្សចង់ដឹងមនុស្សធ្វើឲ្យខ្លះនៅក្នុងការរស់នៅប្រចាំថ្ងៃហើយ Mitsuki ជារាយរាប់ប្រាប់ទៅរាប់តាមពីការញ៉ាំអាហារនិងដុសធ្មេញជាដើមបន្តមកការពិភាក្សាគ្នាបានឈានដល់រឿងដែល Mitsuki ជួយអ្នកយាមនៅភូមិស្លឹកឈើហើយបន្សល់ទុកសារឲ្យ Boruto ទៀតទង្វើរបស់ Mitsuki នឹង Sekie ដឹងទាំងអស់ហ្នឹងតែគាត់អត់និយាយប្រាប់គេចំណែក Mitsuki ក៏អត់បានលាក់បាំងអីដែរគាត់សារភាពប្រាប់ Sekie តាមត្រង់ការសន្ទនាគ្នារវាងពួកគេទាំងពីរនាក់នៅពេលនោះធ្វើឲ្យពួកគេទុកចិត្តគ្នាហើយរាប់អានគ្នាជាមិត្តភក្តិបន្តមករាងកាយរបស់ Sekie ចាប់ផ្ដើមប្រេះកាន់តែធ្ងន់ធ្ងរតែសំណាងល្អ Kokuyo បាននាំក្រុមជំនួយមកតាន់មើលទៅមនុស្សបនិមិត្តទាំងអស់គ្នានឹងមានការយកចិត្តទុកដាក់និងព្រួយបារម្ភពីគ្នាទៅវិញទៅមកខ្លាំងណាស់កន្លែងទៅមើល Boruto វិញពេលនេះគាត់នៅស្លាប់មិនទាន់ដឹងខ្លួននៅឡើយទេហើយស៊ីកដៃនិងសារដានៅចាំមើលថែគាត់ចំណែកឈោនិងអ៊ីណូជីនកំពុងតែដើរល្បាតជុំវិញទីនោះពេលដែលពួកគេកំពុងតែយាមនោះស្រាប់តែពួកគេឮសំឡេងអីម្យ៉ាងចេញពីកំពតព្រៃហើយនៅពេលដែលអ៊ីណូជីនយកទៅឆែកមើលសំឡេងនោះគឺជាអគុតាតូចមួយដែលមើលទៅមិនគ្រប់លក្ខណៈសូមអធិស្ឋានចាប់ពីពេលនេះតទៅខ្ញុំសូមហៅសត្វចម្លែកពាក់ស្រោមមុខនឹងថាអុកតាវិញមិនមែនអគុតាទេនៅពេលនោះអុកតាតូចនោះមិនបានព្យាយាមវាយប្រហារទៅលើអ៊ីណូជីនទេគឺវាចង់អោបអ៊ីណូជីនទៅវិញបន្តមកនៅពេលដែលសង្កេតឃើញថាអុកតាតូចនោះមិនបានបង្កគ្រោះថ្នាក់អីដល់ពួកគេក៏នាំគ្នាឯកភាពឲ្យអ៊ីណូជីននៅសិក្សាពីវាបន្ថែមទៀតដោយសារតែមើលទៅវាដូចជាចូលចិត្តអ៊ីណូជីនខ្លាំងណាស់បន្តិចក្រោយមកទៀត Boruto បានដឹងខ្លួនវិញហើយស៊ីកដៃបានសួរ Boruto ថាគួរទៅបកក្រោយឬក៏ទៅតាម Mitsuki បន្តទៀតនៅពេលនោះ Boruto បានសម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរទេគាត់នៅតែចង់តាមទៅហៅ Mitsuki ត្រឡប់មកវិញដោយសារតែក្រុមមនុស្សបនិមិត្តដែល Mitsuki ទៅជាមួយនឹងគឺជាជនអាក្រក់សម្រាប់មនុស្សអត់ត្រាប្រណីហើយគាត់ចង់ទៅជួយ Mitsuki កុំឲ្យប្រឡូកប្រឡាក់ជាមួយនឹងមនុស្សអាក្រក់ទាំងនោះបន្តមកពួកគេបានធ្វើដំណើរទៅដល់ភូមិថ្មដែលជាភូមិនិនចានៅក្នុងទឹកដីរបស់អាណាចក្រដីហើយមុនចូលទៅពួកគេបានឲ្យអ៊ីណូជីននៅចាំខាងក្រៅដើម្បីការពារចៃដន្យមានរឿងអីអ៊ីណូជីនអាចយកដំណឹងទៅប្រាប់ភូមិស្លឹកឈើបានហើយអ្នកដែលពួកគេចង់ទៅជួបមុនគេគឺលោកតាអូណូគីព្រោះលោកតាអូណូគីគឺជាស៊ូឈីខាហ្គេដែលចាស់ជាងគេហើយគាត់ប្រហែលជាដឹងរឿងតាក់ទងជាមួយនឹងមនុស្សបនិមិត្តនឹងច្រើនក្នុងពេលជាមួយគ្នាណារ៉ាតូក៏ដឹងថា Boruto កំពុងតែសម្រុកចូលទៅក្នុងភូមិថ្មដោយគ្មានការអនុញ្ញាតផងដែរទង្វើនោះវាជាអំពើខុសច្បាប់ហើយវាអាចបង្កឲ្យមានទំនាស់រវាងភូមិស្លឹកឈើហើយនិងភូមិថ្មណារ៉ាតូធ្លាប់បានព្យាយាមតាក់ទងទៅ Kurosuchi ដែលជាខាហ្គេភូមិថ្មដើម្បីសុំការអនុញ្ញាតផងដែរតែអ្នកលើទូរស័ព្ទជាតែប្រាប់ថានាងអត់នៅបានអីនៅបើ Kurosuchi ត្រូវបានគេចាប់ខ្លួនបានហើយអ្នកលើទូរស័ព្ទហ្នឹងត្រូវបានមនុស្សបនិមិត្តម្នាក់ឈ្មោះ Kirara សណ្ដំឲ្យនិយាយអញ្ចឹងនៅពេលនោះកូនហាមរោបានស្ម័គ្រចិត្តចូលទៅក្នុងភូមិថ្មដោយសង្ហាដើម្បីជួយក្រុមរបស់ Boruto ដោយសារតែគាត់គឺជាគ្រូរបស់ពួកគេត្រឡប់ទៅមើលក្រុមរបស់ Boruto វិញពេលនេះពួកគេបានជួបជាមួយនឹងលោកតាអូណូគីហើយលោកតាអូណូគីក៏រាក់ទាក់ជាមួយនឹងពួកគេខ្លាំងណាស់ដែរព្រោះនេះជាលើកទី2ហើយដែលពួកគេបានជួបគ្នាកាលពីលើកមុនពួកគេបានជួបគ្នាម្ដងហើយដែលកាលនោះលោកតាអូណូគីទៅប្រជុំជាមួយនឹងខាហ្គេទាំង5នៅភូមិស្លឹកឈើប៉ុន្តែបន្ទាប់ពីបានដឹងថាក្រុមរបស់ Boruto មកយក Mitsuki ទៅវិញលោកតាអូណូគីប្រែទឹកមុខហើយមិនសប្បាយចិត្តទេពេលនោះគាត់បានប្រាប់ឲ្យកូនចៅចំណិតរបស់គាត់ឈ្មោះ Akatsuchi ជួយនាំក្រុមរបស់ Boruto ត្រឡប់ទៅភូមិស្លឹកឈើវិញជាបន្ទាន់ដល់ពេលក្រុម Boruto អត់ព្រមទៅស្រាប់តែមានអុកតា 4-5 ចេញមកពាត់ពួកគេជុំចិត្តបន្តិចក្រោយមកគូក៏បានទៅដល់ទីនោះផងដែរហើយគាត់បានដើរសម្ដៅទៅលើជង្គង់គ្រប់លោកតាអូណូគីដោយប្រាប់ថាការធ្វើតេស្តរៀបចំរួចរាល់អស់ហើយនៅចាំតែការបញ្ជារបស់លោកតាអូណូគីទេបានន័យថាលោកតាអូណូគីគឺជាមេរបស់គូទៀតរឿងហ្នឹងបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងសូម្បីតែ Akatsuchi ដែលជាកូនចៅចំណិតរបស់គាត់ក៏មិនបានដឹងពីរឿងនេះដែរបន្ទាប់មកលោកតាអូណូគីបានបញ្ជាឲ្យគូចាប់ Boruto ទុកសិនតែ Boruto មិនឲ្យគូចាប់បានងាយទេហើយពួកគេក៏បានប៉ះគ្នាមកប្រាវ
Enough! Atomic dismantling jutsu! ជាលទ្ធផលនៃការប្រយុទ្ធលើកនោះស៊ីកាដៃត្រូវបានអុកតាមួយចាប់យកទៅឈើនិងសារដាអាចរត់គេចខ្លួនបានចំណែកបូរ៉ូតូបានជួយលោកតាអូណាគីគេចរួចពីសសរបាក់ធ្លាក់សង្កត់លើបន្ទាប់មកបូរ៉ូតូបានអៀវលោកតាអូណាគីដែលកំពុងតែស្លាប់គេចចេញពីទីនោះចៃដន្យបូរ៉ូតូបានរត់ចូលទៅក្នុងកន្លែងពិសិដ្ឋមួយរបស់ភូមិថ្មដែលនៅទីនោះគ្មាននរណារកពួកគេឃើញទេយើងតាមទៅមើលស៊ីកាដៃមួយផ្លែតគាត់ត្រូវបានអុកតាចាប់ទៅឃុំខ្លួននៅកន្លែងមួយដែលនៅទីនោះគាត់ក៏បានជួបជាមួយនឹង Kurosuchi ដែលត្រូវបានគេចាប់ទៅឃុំខ្លួននៅទីនោះផងដែរនៅពេលនោះ Kurosuchi បានប្រាប់ស៊ីកាដៃថាកាលពី5ឆ្នាំមុនលោកតាអូណាគីធ្លាប់ស្នើសុំនាងឲ្យយកអុកតាធ្វើជាកងទ័ពជំនួសឲ្យក្រុមនិនចាតែដោយសារតែពេលនោះអុកតាដែលលោកតាអូណាគីផលិតចេញមកមិនសូវជាដំណើរការល្អទើបនាងមិនបានឯកភាពជាមួយលោកតាអូណាគីមិននឹកស្មានថាលោកតាអូណាគីនៅតែបន្តធ្វើគម្រោងរបស់គាត់មិនព្រមបោះបង់ចោលសោះងាកទៅមើល Mitsuki វិញពេលនេះគាត់កំពុងតែដើរលេងធ្វើទស្សនកិច្ចជាមួយនឹង CKA ពេលនោះ CKA បាននាំ Mitsuki ទៅមើលកន្លែងគេផលិតអុកតាបន្ទាប់មកទៅមើលបន្ទប់របស់គាត់ដែលមានសិតតែរូបគំនូរមិត្តភ័ក្តិរបស់គាត់ហើយគាត់ក៏ទៅបញ្ចូលរូបរបស់ Mitsuki ជាមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតផងដែរក្រោយមកបន្តិចមានអ្នកវិទ្យាសាស្ត្រម្នាក់បានមកហៅ Mitsuki ទៅ scan ពិនិត្យមើលគ្រឿងក្នុងហើយអ្វីដែលគាត់ចាប់អារម្មណ៍គឺនៅក្នុងបេះដូងរបស់ Mitsuki មាន curse mark មួយបន្ទាប់មកសាច់រឿងបានកាត់ទៅមើល Boruto និងលោកតាអូណាគីវិញម្ដងក្រោយពីបានដឹងខ្លួនវិញលោកតាអូណាគីមានការភ្ញាក់ផ្អើលណាស់ព្រោះនៅពេលនេះពួកគេកំពុងតែនៅក្នុងតំបន់ Sansu Plain